សិស្សល្អគឺមានលក្ខណៈខុសពីសិស្សដែលមិនល្អសិស្សដែលមានទម្លាប់ល្អគឺខុសពីសិស្សដែលមានទម្លាប់មិនល្អហើយទម្លាប់មិនល្អនេះទៀតសោតវាមិនមែនជាតែកើតឡើងឯងទេវាមានហេតុផលផងដែរដូចជាការសេពគប់ខុសការមិនចូលចិត្តការអប់រំហ្នឹងគឺអាចធ្វើឲ្យកើតនៅទម្លាប់មិនល្អនឹងកើតឡើងហើយវាអាចបង្កទៅជាបញ្ហាផ្សេងនៅក្នុងសាលារៀនក្នុងថ្នាក់រៀនក៏មានដែរនៅក្នុងคลิปវីដេអូនេះគឺខ្ញុំបាទនឹងនិយាយតាក់ទងទៅនឹងលក្ខណៈល្អរបស់សិស្សហើយខ្ញុំធ្លាប់បាននិយាយនៅក្នុងคลิปវីដេអូមុនហើយប៉ុន្តែនេះគាត់ឲ្យខ្ញុំបញ្ចូលបន្ថែមតាក់ទងទៅនឹងចំណុចសិស្សល្អមានលក្ខណៈទី1ហ្នឹងគឺគោរពគ្រូបង្រៀនការមានកិរិយាកិច្ចចំពោះគ្រូរបស់ខ្លួនឯងនេះគឺជារឿងមួយដ៏សំខាន់ហើយវាជាកាតព្វកិច្ចវាជាតួនាទីរបស់យើងជាសិស្សកាលណាបើយើងហេអើយើងមិនបានគោរពគ្រូរបស់យើងទេវាអាចនាំជាបញ្ហាកើតឡើងមិនខានទេអានឹងចឹងហើយត្រូវគោរពនាំជាបញ្ហាមិនទេមានន័យថាវាបង្ហាញនៅរឿងអសកម្មផ្សេងបញ្ជាក់ពីអាកប្បកិរិយារបស់យើងនៅពេលណាដែលយើងមិនគោរពគ្រូប៉ុន្តែនៅពេលដែលយើងគោរពគ្រូរបស់យើងការអប់រំតូនរបស់យើងធ្វើឲ្យគ្រូរបស់យើងនឹងគាត់ណូតយើងទុកចំណាំហើយក្នុងនាមជាសិស្សល្អម្នាក់ក៏ជាអ្នកដែលលើកមុខលើកមាត់គ្រូបង្រៀនលើកមុខមាត់សាលារៀនផងដែរជាពិសេសគឺលើកមុខមាត់ដល់ឪពុកម្ដាយរបស់ខ្លួនឯងផងដែរហ្នឹងគឺត្រូវគោរពគ្រូទី2ស្ដាប់ការទូន្មានរបស់គ្រូសិស្សល្អគឺច្រើនតែ focus ច្រើនតែយកចិត្តទុកដាក់នឹងដំបូន្មានរបស់គ្រូបាទអាចារ្យដែលបានណែនាំដែលបានប្រាប់ហ្នឹងគឺច្រើនតែយកចិត្តទុកដាក់មិនហីអើទេនៅពេលដែលគ្រូបានអប់រំទូន្មានទេគឺស្ដាប់ហើយមិនត្រឹមតែស្ដាប់ទេថែមទាំងអនុវត្តទី3គឺចេះជួយទុកតិរៈរបស់គ្រូបាទការងារខ្លះគាត់ជួយគ្រូហើយដោយសម័យបច្ចេកវិទ្យាអញ្ចេះសម័យទំនើបអញ្ចេះទៀតសោតវាអត់ពិបាកទេក្នុងការជួយគ្រូជួយសម្រាលទុករបស់គ្រូដូចការប្រើប្រាស់កុំព្យូទ័រអីហ្នឹងគឺអាចវាយឬក៏ការបូកសរុបបន្ទុកប្រចាំខែប្រចាំឆមាសអំណាចឆ្នាំទៅយើងទៅគឺយើងអាចជួយគាត់បានតាមដែលអាចអាហ្នឹងជាលក្ខណៈរបស់សិស្សល្អហើយបាទហើយឃើញកន្លែងគ្រូឃើញតុឃើញកៅអីរបស់គ្រូមិនស្អាតមិនអីហ្នឹងគឺគាត់ជួយសម្រួលរៀបចំបានស្អាតទី4គឺសាមគ្គីជាមួយមិត្តរួមថ្នាក់ហើយនឹងនៅក្នុងសាលារៀនឬជារឿងចាំបាច់មែនទែនល្អជាងការបង្កើតបកពួកដែលមិនល្អហើយធ្វើឲ្យមានផលប៉ះពាល់នៅក្នុងសាលារៀនឬក៏នៅក្នុងថ្នាក់រៀនតែការសាមគ្គីនេះធ្វើឲ្យល្អមិនបង្កនៅរឿងរ៉ាវអសកម្មផ្សេងទេហើយអញ្ចឹងពាក្យសាមគ្គីនេះមិនខ្ញុំបាទបរិយាយអីច្រើននេះបងប្អូនយល់ហើយជាពិសេសគឺសិស្សានុសិស្សទី5គឺទន្ទិញមេរៀនរំលឹកមេរៀនដែលគ្រូបានផ្ដល់ឲ្យហ្នឹងមើលហើយមើលទៀតទាំងព្រឹកទាំងថ្ងៃទាំងល្ងាចមុនគេងក្រោយពីគេងមុនមកសាលារៀនមកដល់សាលារៀនក៏មើលមុននឹងចូលរៀនមែនទេនៅគំរូសិស្សល្អនេះគឺគាត់បានបែងចែកពេលវេលាយ៉ាងច្បាស់ពេលណាគាត់លេងពេលណាគាត់ត្រូវអានសៀវភៅពេលណាគាត់ត្រូវរំលឹកមេរៀនរបស់គាត់លក្ខណៈរបស់សិស្សល្អទី6គឺផ្ដល់កិត្តិយសជូនដល់លោកគ្រូការផ្ដល់កិត្តិយសជូនគ្រូនេះគឺជាការសងគុណមួយក្នុងចំណោមនៃការដឹងគុណការផ្ដល់កិត្តិយសជូនគាត់ប្រការទី1គឺនៅពេលដែលយើងឃើញគាត់នៅទីសាធារណៈណាមិនថានៅក្នុងផ្ទះយើងនៅក្នុងផ្សារឬក៏នៅតាមដងផ្លូវដែលយើងបានជួបគាត់ជាច្រើនដែរជំរាបសួរលោកគ្រូជំរាបសួរអ្នកគ្រូអញ្ជើញទៅណាមកណាអីចឹងទៅហើយអ្នកគ្រូលោកគ្រូសុខសប្បាយអត់អញ្ចឹងនៅមុខចំណោមមហាជនអីគាត់មិនខ្មាស់ទេគាត់ជំរាបសួរហើយគាត់លើកដៃសំពះនោះគឺជាការផ្ដល់តម្លៃផ្ដល់កិត្តិយសជូនលោកគ្រូអ្នកគ្រូរបស់យើងប៉ុន្តែខ្ញុំធ្លាប់ជួបសិស្សខ្ញុំខ្លះគាត់ឃើញខ្ញុំហើយគាត់បែរជាអោនមុខចុះនៅក្នុងទីផ្សារសាធារណៈអីចឹងគាត់ថ
ហាក់ដូចមិនស្គាល់យើងគាត់ធ្វើអត់ស្គាល់អានឹងប្រហែលជាអាចថាមកពីការខ្មាស់អៀនគាត់ឬក៏យ៉ាងម៉េចទេណាព្រោះក្មេងពេលខ្លះគាត់ខ្មាស់អៀនយ៉ាងដែរគាត់មិនហ៊ានគាត់អៀនខ្មាស់គេខ្មាស់ឯងមែនទេទៅយើងជំរាបសួរលោកគ្រូអ្នកគ្រូនៅតាមទីសាធារណៈដែលយើងបានជួបគាត់ដោយចៃដន្យណាយើងហៅគាត់លោកគ្រូអ្នកគ្រូជំរាបសួរលោកគ្រូអ្នកគ្រូអញ្ជើញទៅណាមកណាគាត់សប្បាយចិត្តខ្ញុំផ្ទាល់ជាគ្រូមួយនេះគឺខ្ញុំសប្បាយចិត្តទៅពេលដែលឃើញស្រាប់នេះគឺខ្ញុំសប្បាយចិត្តហើយអាចថា note គាត់ចាំទុកនៅក្នុងចិត្តទៀតផងនេះគឺជាលក្ខណៈរបស់សិស្សល្អហើយមានច្រើនជាងនឹងទៀតលក្ខណៈសិស្សល្អហ្នឹងនៅក្នុងពុទ្ធសាសនាពុទ្ធសម្ដែងមាន5សិស្សល្អហើយគ្រូក៏មាន5ដូចគ្នាដែរអញ្ចឹងក្នុងនាមយើងជាអ្នករៀនវាថាសិស្សកូនសិស្សឬក៏សិស្សហ្នឹងគឺអ្នកទទួលចំណេះដឹងពីគ្រូនឹងឯងអញ្ចឹងត្រូវតាំងចិត្តធ្វើខ្លួនយ៉ាងម៉េចឲ្យបានល្អឲ្យបានប្រសើរឲ្យសមគួរជាសិស្សដែលសាលាជាមនុស្សដែលប្រជាជាតិឬក៏ប្រទេសជាតិត្រូវការ